បាទជំរាបសួរបងប្អូនជាទីស្រឡាញ់ថ្ងៃនេះមកបង្ហាញព្រីងម៉ាឡេម្ដងបងប្អូនអូយផ្កាល្អណាស់បងប្អូនហើយផ្កាស្អាតមែនតែនតែម្ដងនេះណែស្រឡាញ់ជាងគេម៉េចនេះអែមផ្កាអែមមែនតែនហើយសង្ឃឹមថាផ្កាមួយដើមនេះនឹងកាន់បានច្រើនបងប្អូនដើមខ្ពស់គួរសមដើមនេះដាំបាន3ឆ្នាំណាដើមគល់ធំមែកសាខាល្អព្រីងម៉ាឡេហើយបងប្អូនចង់បានផ្លែទុំចាំពេលផ្លែទុំខ្ញុំចែកឲ្យម្នាក់1 គីឡូម្នាក់1 គីឡូពីលេទេបងប្អូនបើសិនជាបងប្អូនមកចង់រាប់អានខ្ញុំអាចអញ្ជើញមកផ្ទះខ្ញុំបាននៅខេត្តតាកែវអត់ខ្វាយញ៉ាំទេព្រោះខ្ញុំដាំដំណាំចម្រុះហើយខែនេះខែព្រីងផ្កាអញ្ចឹងប្រហែលជា2 ខែបន្ទៀតព្រីងចាប់ដាំទុំហើយអញ្ចឹងអត់ខ្វះព្រីងញ៉ាំទេបងប្អូនមកព្រីងមិនច្រើនទេនៅផ្ទះខ្ញុំអត់ច្រើនទេប្រហែលជា5ដើមតែ5ដើមផ្កាទាំងអស់ផ្កាទាំង5ដើមហើយដើមធំទៅផ្កាលើកទី1ទៅផ្កាលើកទី1រសជាតិក៏អត់ដឹងថារសជាតិយ៉ាងម៉េចដែរចាំមើលបងប្អូនមកជួយភ្លុកជាមួយខ្ញុំទាំងអស់គ្នាថ្ងៃណាតនេបងប្អូនអញ្ជើញមកផ្ទះខ្ញុំមកខែ6អីណាព្រីងទុំហ្នឹងតាមទៅអញ្ចឹងអញ្ជើញមកណោះខ្វះចកាក្រោយប៉ុណ្ណាណានេះពុកទៅរៀបចាក់ដីទៅធ្វើចាក់ដីថែមខាងក្រោយពេលខាងក្រោយទៀតចាក់ខាងក្រោយថែមរៀបចំដំណាំទៅឲ្យថែមបន្តទៀតទាំងស្វាគមន៍បងប្អូនណាចង់មកលេងមកបានតាក់តងមកខ្ញុំមកតាម comment ក៏បានតាមអីក៏បានដែរឲ្យតែបងប្អូនមកខ្ញុំទទួលស្វាគមន៍នៅខែព្រីងមានព្រីងទទួលមកខែខ្នុរទុំនេះខ្នុរទុំមកខែទឹកដោះមានដើមទឹកដោះផ្លែទឹកដោះទទួលមកខែស្វាយមានស្វាយទទួលស្វាយកៅល្មៀតខែចេកមានចេកមកដូងតែបដូងមានរហូតដូងដាំបាន5ដើមដែរឥឡូវផ្លែបាន1ដើមហើយផ្លែគូសំ1ដើមហ្នឹងបាទជម្រាបសូមអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះសូមជូនពរពុកម៉ែបងប្អូនទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនហើយបងប្អូនបើស្ពេញចិត្តនៅវីដេអូរបស់ខ្ញុំដើម្បីឲ្យខ្ញុំធ្វើវីដេអូបន្តទៀតសូមបងប្អូនជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលាបាយបាយ